សួរប្រមាណបងដល់គ្នាថ្ងៃនេះគឺខ្ញុំមក review ទៅលើរថយន្ត Range Rover មួយគ្រឿងទៀតហើយដែលយើងតបតកាត់បានក្តៅថ្មីតែម្ដងបងប្អូនដល់គ្នាបើនិយាយពីរថយន្តមកទឹកបើនិយាយពីរថយន្តថ្មីខ្លាញ់ករថយន្តមួយគ្រឿងនេះគឺបែងចែកឲ្យដាច់តែម្ដងបងប្អូនដល់គ្នាបើនិយាយទៅទាំងក្នុងទាំងក្រៅបងប្អូននៅថ្មីនេះស្អាតខ្លាំងមែនតើហើយប្រភេទពណ៌ក្នុងគឺពណ៌ជ្រៅរីបងប្អូនហើយ option វិជានៅលើដៃទ្វារបាសអីគឺមានមួយ set ជូនបងប្អូនដល់គ្នាតែម្ដងហើយមួយគ្រឿងនេះគឺយើងយកមានគឺ full option ហើយបងប្អូនដល់គ្នា option អីគឺមាននៅនឹងផ្ទាល់តែម្ដងហើយចំពោះស្បែកពុកស្បែកកៅអីគេវិញបងប្អូនគឺនៅថ្មីហើយក្រាស់មែនតើបងប្អូនជីប្រហែលឆ្នាំក៏មានអារម្មណ៍ថាវានៅផាសុខភាពនៅថ្មីនេះស្អាតដែរហើយចំពោះ option ណាបងប្អូនមានទាំងមុខទាំងក្រោយទាំងទ្វារឆ្វេងស្ដាំគឺមានជូនបងប្អូនទាំងអស់ហើយសំខាន់ touch screen មានដល់តែមួយគូទៀតហើយចំពោះទ្វារហ្នឹងបងប្អូនដឹងអត់ទ្វារហ្នឹងគឺកញ្ចក់គេក្រាស់មែនតើហើយដំបូលគេបងប្អូនអើយសំខាន់ដំបូលកញ្ចក់ទៀតគឺមើលបានទៅផ្ទៃខាងក្រៅទៀតបងប្អូនជីពេលយប់វិញណាឡាន Range Rover ហ្នឹងជះសម្រស់ហើយសំខាន់ណាបងប្អូនអាចមើលដំបូលផ្កាយបានទៀតហើយកន្លែងនេះគឺកន្លែងដាក់កែវកាហ្វេបងប្អូនចុចតាមមួយប៉ាក់គឺវាចេញអូតូមកតែម្ដងហើយចំពោះផ្នែកខាងក្រោយហ្នឹងស្បែកពូកគេមើលទៅស្អាតប្លែកខ្លាំងដែរសំខាន់ណាស់ផ្នែកខាងក្រោយក៏កន្លែងសេរីមិនសិនតិចអីគឺមានជូនបងប្អូនមួយសេតតែម្ដងហើយផ្នែកខាងក្រោយបងប្អូនដល់គ្នាចង្គៀងគឺគេធ្វើមកបែបជ្រុងតូចធំស្អាតមែនតើហើយផ្នែកខាងក្រោយមានភាពធំទូលាយសម្រាប់បងដែលចូលចិត្តដើរខែលក្ខណៈដើរដំណើរកម្សាន្តគ្រួសារធំអីណាបងប្អូនគឺងាយមែនតើចំពោះរថយន្តមួយគ្រឿងនេះហើយចំពោះរថយន្តមួយគ្រឿងនេះគឺតម្លៃសមរម្យពិសេសមែនតើបងមកចិត្តដឹងថាតម្លៃប្រមាណបងមកអាចអញ្ជើញមកមើលផ្ទាល់ឬមួយក៏មកសាកសួរតម្លៃផ្ទាល់នៅខាងក្រុមហ៊ុនណាបងអូតូហើយសំខាន់មកគ្រឿងហ្នឹងណាមានតែមួយគ្រឿងហ្នឹងដែលតម្លៃពិសេសហើយនៅថ្មីនៅស្អាតដល់បងចាប់អារម្មណ៍អញ្ជើញមកមើលបានអរគុណច្រើន